นปีสลาต้องเอาเพื่อต้อนยมพอดีนรถจอแม่แต่แม่ก็ทานี่เอาหนังไอ้ตามคุณแม่ตาดับไปดิยมไอ้รถจอแม่แต่ยมช่วยโยนนมดักนั่งกระตรอไอ้แม่เอายมกระตาสูนะแต่ปีไงก็ไปบวชรอมาดาวเป็นนี่กระตาสูขนมจับยมเลือกให้แต่เอายมอมยมนั่งกองตัดจมูกแต่แม่อันนั้นเกิดให้ยมរករឿងហើយពេលខ្ញុំឃើញនៅវីដេអូមួយដែលបញ្ចាំងអំពីផ្ទាំងគំនូរបានបញ្ជាក់សោកឲ្យឃើញថាមរតកឈាមនឹងទឹកភ្នែកការរំលឹកវិញ្ញាណវីរបុរសនិងសេចក្តីប្រាថ្នារបស់កុមារីក្នុងគ្រាសោកនាដកម្មវីដេអូដែលបង្ហាញពីផ្ទាំងគំនូរជញ្ជាំងដ៏មហិមានេះគឺជាផ្ទាំងទស្សនីយភាពដែលបង្កប់នៅខ្លឹមសារអប់រំនិងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរជនខ្មែរគ្រប់ជំនាន់វាជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិតពិតក្នុងសម័យសង្គ្រាមដែលក្នុងនោះមានទាំងការព្រាត់ប្រាសការលះបង់និងក្តីសង្ឃឹមដែលមិនរីងស្ងួតរបស់ប្រជាជនជាតិកម្ពុជាសិល្បៈគឺជាស្ពានចម្លងប្រវត្តិសាស្ត្រឲ្យរស់ឡើងវិញតាមរយៈវីដេអូនេះយើងសង្កេតឃើញនៅផ្ទាំងគំនូរដែលរៀបរាប់ពីទិដ្ឋភាពសង្គ្រាមនិងការតស៊ូរបស់កងទ័ពខ្មែររូបភាពទាំងនោះមិនត្រឹមតែជាការតុបតែងជញ្ជាំងប៉ុណ្ណោះទេប៉ុន្តែវាជាការតស៊ូតាមរយៈជក់មួយដើមដើម្បីរំលឹកដល់ដួងវិញ្ញាណវីរបុរសដែលបានពលីជីវិតដើម្បីទឹកដីនិងសេចក្តីសុខសាន្តរបស់កូនចៅជំនាន់ក្រោយក្នុងយុគសម័យថ្មីខ្លឹមសារនៃផ្ទាំងគំនូរបានផ្ដោតសំខាន់ទៅលើមនោសញ្ចេតនាពីរយ៉ាងគឺសេចក្តីស្រឡាញ់គ្រួសារនិងកាតព្វកិច្ចចំពោះមាតុភូមិរូបភាពកុមារីដែលលើកដៃបួងសួងជាមួយនឹងទឹកភ្នែករលីងរលោងនេះបានបង្កប់នៅអត្ថន័យនៃភាពភ័យខ្លាចចំពោះសង្គ្រាមនិងការបន់ស្រន់សូមឲ្យឪពុកដែលជាទាហានបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពនេះបង្ហាញពីផលប៉ះពាល់ផ្លូវចិត្តរបស់កុមារក្នុងអំឡុងពេលដែលប្រទេសជាតិធ្លាក់ចុះក្នុងស្ថានភាពវឹកវរទន្ទឹមនឹងនេះរូបភាពយុទ្ធជនដែលរងរបួសនិងការជួយសង្គ្រោះពីសំណាក់កងទ័ពមិត្តរួមទាំងរូបបញ្ឈររបស់ថ្នាក់ដឹកនាំយោធាសុទ្ធតែជានិមិត្តរូបនៃភាពអង់អាចក្លាហាននិងសាមគ្គីភាពជាតិពណ៌ដែលប្រើប្រាស់មានលក្ខណៈក្តៅក្រហាយដូចជាពណ៌ក្រហមនិងទឹកក្រូចឆ្លុះបញ្ចាំងពីសោកនាដកម្មនៃគ្រាប់រំសេវនិងភ្លើងសង្គ្រាមដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ក្តុកក្តួលបំផុតនិងអាណិតអាសូរដល់អ្នកដែលបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតនោះជារួមផ្ទាំងគំនូរក្នុងវីដេអូនេះគឺជាសារដាស់តឿនឲ្យយើងខ្មែរគ្រប់រូបចេះស្រឡាញ់សន្តិភាពនិងចងចាំជានិច្ចនៅគុណូបការៈរបស់បុព្វបុរសការឈរមើលគំនូររបស់យុវតីក្នុងវីដេអូគឺជាតំណាងដែលក្មេងជំនាន់ក្រោយដែលត្រូវបន្តវេនថែរក្សាសមិទ្ធផលសន្តិភាពសិល្បៈនេះបានបង្រៀនយើងថាតម្លៃនៃស្នាមញញឹមថ្ងៃនេះគឺបានមកពីការលះបង់ឈាមនិងទឹកភ្នែកកាលពីម្សិលមិញដើម្បីជៀសផុតពីទុក្ខសោកនាពេលអនាគត